Một nọc níនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីការប្រើប្រាស់ layer នៅក្នុងកម្មវិធី Adobe Photoshop តែមុននឹងធ្វើការបង្ហាញពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ layer នេះស្នើទៅកាន់បងប្អូនអរគ្នាអាចចូលទៅ follow ក៏ដូចជា subscribe channel របស់ខ្ញុំម្នាក់មួយចូល Facebook របស់បងប្អូនអរគ្នាបងប្អូនវាយពាក្យ graphic design តទៅទៀតវានឹងបង្ហាញមកបែបនេះអញ្ចឹងបងប្អូនឃើញ graphic design ហ្នឹងអញ្ចឹងនេះសារខ្ញុំ follow ហើយអញ្ចឹងបងប្អូនទាំងអស់គ្នាអត់ទាន់ follow វានឹងដាក់ follow អញ្ចឹងណាហើយដល់ពេលដែលយើង follow រួចវានឹងចេញជា following វិញអញ្ចឹងអូនចូលគ្នាមួយមកខ្ញុំបាន drop វីដេអូច្រើនដែរនៅក្នុងនេះខ្ញុំនឹងបង្ហាញពាក់ព័ន្ធជាមួយនឹងការ design នៅក្នុង Facebook page របស់ខ្ញុំមួយនេះហើយសម្រាប់ YouTube channel បងប្អូនអរគ្នាអាចចូលទៅ subscribe ម្នាក់មួយដែរទៅព្រោះខ្ញុំមាន YouTube channel ឈ្មោះដូចគ្នាហើយសម្រាប់ការមើលវីដេអូខ្ញុំមានជា long វីដេអូហើយនិង short វីដេអូអញ្ចឹង short វីដេអូខ្ញុំបានត្រាប់ចូលច្រើនហើយពាក់ព័ន្ធជាមួយនឹងការបង្ហាញជាមួយនឹង layer អញមើលវីដេអូខ្លីៗក៏បានកាត់កុំឲ្យ kilo អាចបងប្អូនខ្លះគាត់ចូលចិត្តមើលរៀងខ្លីៗវីដេអូខ្លីៗអញ្ចឹងណាហើយបងប្អូនខ្លះគាត់ចង់មើលមក full មកពេញហ្មងអាចមើលនៅក្នុងកន្លែងនេះបានហើយកន្លែងនេះបងប្អូនអាចចូល category មកខ្ញុំដាក់ប្រភេទដែរខ្ញុំដាក់ជាប្រភេទ Photoshop Adobe Photoshop ដែលបង្ហាញអំពីប្រភេទនៃ layer អញ្ចឹងខ្ញុំបានដាក់ playlist ឲ្យវាអូខេហ្នឹងការបង្ហាញវាងាយស្រួលមើលប៉ុណ្ណឹងជាឥឡូវយើងបើកកម្មវិធី Adobe Photoshop មកខ្ញុំបើកកម្មវិធី Adobe Photoshop មកអូខេយើងខ្ញុំចាំ Adobe Photoshop ដំណើរការតិចទៅកន្លែងនេះអញ្ចឹងបងប្អូនដឹងហើយថានៅក្នុង Adobe Photoshop layer វាមានសារៈសំខាន់ layer ប្រៀបដូចជា object មួយដែលយើងយកមកបង្កើតវាចេញជារូបភាពផ្សេងដើម្បីធ្វើការបង្ហាញពាក់ព័ន្ធជាមួយនឹងការ design របស់យើងអញ្ចឹងកាលណាយើងចេញជារូបភាពមួយគឺត្រូវតែមាន layer Photoshop ឥឡូវខ្ញុំចូលយក open អញ្ចឹងយើងអាចយក new ក៏បានដែរហើយវីដេអូក្រោយៗទៀតខ្ញុំនឹងបង្ហាញអំពីការ create new យើងត្រូវ create ហ្នឹងដើម្បីអីធ្វើវាដើម្បីអីអញ្ចឹងខ្ញុំសូមបង្ហាញពាក់ព័ន្ធជាមួយនឹង open ខ្ញុំយក open បន្តទៀតយើងអាចជ្រើសរើសរូបភាពណាមួយដែលយើងចង់បានទៅឥឡូវជា sample ខ្ញុំអាចជ្រើសរើសយករូបភាពនេះមួយហើយបន្ទាប់ពីយើងយករូបភាពហ្នឹងហើយយើងយកអូខេមកអូខេឥឡូវយើងបានរូបភាពមួយហើយនៅក្នុងនេះអញ្ចឹងអ្វីដែលខ្ញុំចង់បង្ហាញគឺកន្លែង layer នេះគឺមានន័យថាយើងបានបង្កើតវានៅក្នុងហ្នឹងគឺនៅក្នុង Photoshop ហ្នឹងគឺយើងមាន layer មួយគឺគេដាក់ថា background កន្លែងនេះគឺជាគេហៅថា background layer ហ្នឹងឯងហើយនៅក្នុងកម្មវិធី Adobe Photoshop នៅពេលដែលយើងបើក file ជា file រូបភាពមួយវានឹងចេញទៅជាlayer background នៅក្នុងកម្មវិធី Adobe Photoshop អូខេអញ្ចឹងដើម្បីបង្កើត layer មួយផ្សេងទៀតបន្ទាប់ទៀតខ្ញុំនឹងបង្កើតជាមួយនឹង adjustment layer អញ្ចឹងដើម្បីបង្កើត adjustment layer បានខ្ញុំចូលទៅកន្លែងហុកដូចព្រះខែនេះពេលដែលយើងដាក់ម៉ៅលើរូបលើព្រះខែហ្នឹងវានឹងបង្ហាញជាអក្សរថា create new file or adjustment layer អញ្ចឹងកន្លែងហ្នឹងយើងគេហៅថា adjustment layer ជាទូទៅយើងហៅតែប៉ុណ្្នឹងយើងអាចហៅ create new file ក៏ file ក៏បានដែរឬក៏យើងហៅថា adjustment layer ក៏បានដែរពីរហ្នឹងដូចគ្នាអញ្ចឹងយើងគ្រាន់តែ click ម៉ៅឆ្វេងមួយមកបន្តទៀតវានឹងបង្ហាញអំពីប្រភេទនៃ adjustment layer អញ្ចឹង adjustment layer គឺយើងយកពីចំណុចនេះទៅពីចំណុចនេះមកដល់ក្រោមនេះគឺយើងហៅថាវាជាប្រភេទ adjustment layer យើងអាចជ្រើសរើសប្រភេទណាក៏បានដែរឥឡូវខ្ញុំសូមជ្រើសយក level អញ្ចឹងយើងប្រើវាសម្រាប់ដាក់ color របស់យើងឲ្យវាដិតឲ្យវាស្ដើងឲ្យវាអីឲ្យរូបភាពរបស់យើងមើលទៅកាន់តែមានភាពរស់រវើកឬក៏អាចថាមានភាពស្រស់ស្អាតទៅតាមតម្រូវការរបស់យើងចង់បានបែបម៉េចយើងអាចបន្ថែមបន្ថយពន្លឺទៅតាមហ្នឹងខ្ញុំបន្ថយវាឲ្យរៀងទៀបអញ្ចឹងហើយវារៀង
phần lứ vì tiếp á vì ở xây ba chứng nhưng nghịch chứng nhưng mà dân tiên mà khẳng về đáy vì plư khẳng vì chỗ ba mong chứng nhưng cái thai dân trong ở vì mẹ đi cái đào cái nó cứ hụp hiệp hiện plư khẳng sẽ đang vì dân tiên mà sẽ đám vì tới chỉ nghịch mình chứng nhưng sẽ mà là mồ má ở về nhóm trong bà hai cái lại ní cứ cái nhóm bà hai nhóm pi adjustment layer chẳng là pe là dân bà hai như rồi đó thì dân cho property bình bán thì pe là dân cho cài rồi đó lấy dân cho mà layer vĩnh cho mà layer mà dân là khơi tha miền pi layer chẳng là tỏ nó hai layer background muối rồi ní cứ chia adjustment layer pi chứ dân bàn pi nắng adjustment layer cứ dân bằng cài bạn hay xua thời dân trong bằng cài adjustment layer xây chết bàn đó bàn đôi khi bây bậc cao được ban xây tiết dương ai trồ màu cái lại nhục bậc hai đôi khi máu nhưng click màu về mới dân hồ bịa nam mui đại dương trong bậc hai tiết dương đạn vô bịa explorer tóm tiết vì bà hai property ở dương vừa cả time thôi tam đấng explorer offset dương ai tay sạm mới tại vì trong bằng hàng như hiệp dưỡng ngồi từ chỉ bài mịch chứ dương x-ray tam đấng x-ray tam bằng bộ đọc như đại trời ca chẳng hạn thì chẳng cho layer mình chứ dương ban là hồ đã từ pi ô tô thà nếu layer này cứ vì miền panel này cứ xem đẹp bật bài từ layer bảo dưỡng ô tô thà những bật layer level này chào mùi chẳng được bây giờ bật tới như khơi hụp hiệp bảo dưỡng vì thật là lơ tại vì thử ban bị chia đào exposure nàyประเภท adjustment layer nữa chẳng những bạn ở vĩnh bò nó vì bài pro từ tam nằng vì những bật ní vì nằng bà hai tại đi mình đây thay dương bật này đi chào chứ cái lại ní dương bật máu như mặt mà khơi tây càng khỏi này chia lại cái nào pixel chính dương mượt khơi nhục hiệp bây giờ ok chính nhóm trong bà hai cái lại nhẫn cứ bà con cho mình adjustment lớn cái chân bằng card vềแบบnằng hơi xem nhập tuần tivi dương đôi nhóm bàn bằng hai nhẫn xem nhập cài xem rùa hiệp bởi dương ở miền lại cái này đặt cho ba sẽ đa rồi có ngừng nghịch rồi có plư ấy nhưng ai sẽ là adjustment layer nằng ok bắt đầu tiết về thì nhóm trong và hai bắt đầu tiết cứ page smart object layer ok chứngនៅក្នុង smart object layer យើងប្រើប្រាស់វាមានមួយផ្នែកទៀតគឺគេហៅថា layer style ដែលវាមានលក្ខណៈពិសេសមួយគឺត្រង់ថាពេលដែលយើងបង្កើត smart object layer រួចយើងអាចដាក់វាទៅជា layer style មួយទៀតបានអូខេចុះឥឡូវខ្ញុំដើម្បីគេ add វាបានយើងត្រូវ insert រូបភាពបញ្ចូលមករូបភាពរបស់យើងមកបន្តមកទៀតពេលដែលយើង insert រូបភាពហ្នឹងចូលរូបភាពមួយទៀតចូលនៅក្នុងរូបភាពដែលយើងកំពុងតែ design នៅក្នុង file តែមួយហ្នឹងគឺវាទៅជា smart object layer គេហៅវាថាជា smart object layerអូខេឥឡូវដើម្បីបង្កើតវាខ្ញុំសូមចូលទៅ file ហើយខ្ញុំដើររកពាក្យមួយដែលមានឈ្មោះថា place image អញ្ចឹងយកពាក្យហ្នឹងមកនេះកន្លែងនេះយើងមកឆ្វេងមួយបន្តទៀតយើងអាច select ជ្រើសរើសពាក្យហើយអញ្ចឹងពេលខ្លះបងប្អូនអរគ្នាមិនស្ថិតនៅក្នុង folder ដែលដូចខ្ញុំអញ្ចឹងណាchứ vì anh như folderផ្សេងអញ្ចឹងយើងអាចជ្រើសរើស folder ណាមួយដែលយើងទុក file រូបភាពរបស់យើងហ្នឹងយើងចូលមកតបខ្ញុំចូលហើយខ្ញុំអាចរករូបភាពមួយដើម្បីធ្វើការបង្ហាញបងប្អូនអរគ្នាអញ្ចឹងខ្ញុំសូមយករូបភាពទី2ខ្ញុំចុច place មកវានឹងចូលមកហើយចូលនៅក្នុងរូបភាពរបស់យើងកំពុងតែ design តែពេលដែលវាចូលហើយយើងនឹងឃើញមករូបលេខ2ដោយសារអានេះឈ្មោះដែលខ្ញុំដាក់លេខ2អញ្ចឹងកន្លែងនេះខ្ញុំអាចបដូរឈ្មោះបានយើង double click មកឆ្វេង double click 2ដងមកយើងអាចបដូរឈ្មោះបានឧទាហរណ៍ថាដើម្បីងាយស្រួលយល់ថាវាជាស្អីខ្ញុំសូមបង្ហាញ smart សរសេរវាទៅជា smart object layer តែម្ដង smart object layer អញ្ចឹងពេលដែលយើង insert file ឬក៏គេហៅថា place image ហ្នឹងដែលយើងបញ្ចូលមកហ្នឹងគឺវាទៅជា smart object layer ហើយនៅក្នុងហ្នឹងហើយកន្លែងនេះយើងអាចព្រមបរិចវាយើងក្នុងករណីខ្លះបងប្អូនខ្លះគាត់បិទឥឡូវនេះបិទឥឡូវ show transform control នេះអញ្ចឹងបងប្អូនអាចបើកវិញមកព្រោះពេលដែលយើងបើកកន្លែងហ្នឹងគឺវាបង្ហាញចំណុចឲ្យយើងនេះនៅ
តែនេះខ្លះបងប្អូនបិទទាំងនេះហើយបិទទាំងអូតូនេះទៀតពេលដែលយើងคลิกទៅវាអត់អូតូ select ឲ្យយើងកន្លែងនេះអញ្ចឹងជាការ note សម្គាល់មួយដែរសំខាន់ដែរកន្លែងនេះព្រោះពេលខ្លះបើយើងអត់ដឹងថាទឹកបើកន្លែងណាក៏យើងពិបាកក្នុងការ design ដែរជាក់ស្ដែងពេលដែលខ្ញុំ design កន្លងទៅខ្ញុំធ្លាប់ជួបបញ្ហាហ្នឹងហើយ yes ខ្ញុំឆ្លងកាត់វាខ្ញុំសួរនាំពាក់ព័ន្ធជាមួយនឹងការងាររៀនរបស់យើងអាច understand ហើយខ្ញុំក៏ចង់បង្ហាញពីកលឹះនឹងដែរព្រោះពេលខ្លះយើងភ្លេចបង្ហាញកន្លែងហ្នឹងក៏ជាកលឹះបន្តិចដែលយើងពិបាកក្នុងការ design ណាអូខេអញ្ចឹងយើងបើកកន្លែងហ្នឹងមកកន្លែង auto select មួយដើម្បីងាយស្រួលនៅពេលដែលយើង select លើថា select យើង layer ឯណាវានឹង load ទៅឲ្យអូខេពេលដែលខ្ញុំ select លើ layer background វានឹង load ទៅ layer background អញ្ចឹងវាពេលដែលយើង select ឈរលើ layer ណាវាទាញឲ្យយើងអញ្ចឹងវាងាយស្រួលពេលដែលយើង select auto ហ្នឹងហើយកន្លែងនេះពេលដែលខ្ញុំ show transform control នេះវានឹងបង្ហាញកន្លែងដែលយើងនេះអាចទាញរូបហ្នឹងឲ្យវារួមតូចរួមធំបានអញ្ចឹងណាឧទាហរណ៍ថាខ្ញុំបិទចេះករណីហ្នឹងគឺយើងរកឡើងទៀតឃើញហើយរក object ទាញអា layer ហ្នឹងឲ្យទូចធំបានទេអញ្ចឹងក្នុងករណីនេះយើងអាចប្រើ shortcut មួយយើងប្រើ control T អញ្ចឹងវាឃើញវាបង្ហាញទេ control T វាស្មើនឹង transform control ហ្នឹងឯងអញ្ចឹងយើងអាចប្រើ control T អញ្ចឹងបានយើងមិនចង់បើកបិទអីឲ្យវាបង្ហាញអីអញ្ចឹងក៏បានដែរអាហ្នឹងស្រ័យលើបងប្អូនអរគ្នាទេសម្រាប់ការ design តែលុះតែបងប្អូនស្គាល់វាដឹងវាមានន័យថាយើងប្រើប្រាស់តែអ្នកមុនដំបូងខ្ញុំគិតថាគួរតែដឹងពីទាំងអស់ហ្នឹងស្គាល់ពីកន្លែងតិចហ្នឹងទៅព្រោះជាកលឹះមួយដែរប្រើប្រាស់ក្នុងការ design យ៉ាងដែរអូខេអញ្ចឹងខ្ញុំសូមបង្ហាញប៉ុណ្ណឹងឥឡូវខ្ញុំសូម move វាឲ្យទូចតិចមកដើម្បីខ្ញុំបង្ហាញអំពី layer style មួយទៀតដែលមាននៅក្នុង Smart Object Layer អញ្ចឹងខ្ញុំ zoom វាមកនេះមិន design សម្រាប់យកទៅផុសអីណាខ្ញុំគាត់ដែរ design សម្រាប់ការបង្ហាញទៅកាន់បងប្អូនអរគ្នាដើម្បីងាយស្រួលយល់ពាក់ព័ន្ធជាមួយនឹងប្រភេទនៃ layer នៅក្នុងកម្មវិធី Adobe Photoshop ទេអញ្ចឹងមិនច្រឡំថាយកអាហ្នឹងទៅធ្វើជា poster តិចច្រឡំអត់ទេអូខេអញ្ចឹងវាយើងទាញមកអញ្ចឹងកន្លែងនេះវាអាចនឹងចេញជារូប pixel នៅខាងក្រោយនេះអាចសូវច្បាស់នេះអញ្ចឹងណាអញ្ចឹងអត់ជាបញ្ហាទេកន្លែងហ្នឹងអ្វីដែលខ្ញុំចង់បង្ហាញបងប្អូនតទៀតគឺយើងអាចបង្កើត layer style នៅក្នុង Smart Object Layer ហ្នឹងអញ្ចឹងដើម្បីបង្កើត layer style នៅក្នុង Smart Object Layer ហ្នឹងនេះបងប្អូនមើលនៅលើ menu bar របស់យើងនៅលើកម្មវិធីហ្នឹង Adobe Photoshop ហ្នឹងគឺយើងរកឃើញពាក្យ layer ងាយស្រួលរកមែនតើវាមានឈ្មោះថា layer តែម្ដងពេលដែលយើងคลิกមកឆ្វេងមួយវានឹង view tool ផ្សេងជាច្រើនទៀតនៅក្នុង layer ហ្នឹងអញ្ចឹងយើងអាចរកពាក្យមួយដែលមានឈ្មោះថា layer style អញ្ចឹងនេះក្រោម rename layer អញ្ចឹងយើងយកពាក្យ layer style ហ្នឹងមកហើយវានឹងបង្ហាញ option ជាច្រើនដែលយើងអាចជ្រើសរើសបានពាក់ព័ន្ធជាមួយនឹង style នៅក្នុង Smart Object Layer ហ្នឹងអញ្ចឹងខ្ញុំសូមជ្រើសរើសមួយទៅដើម្បីបង្ហាញបងប្អូនអរគ្នាហើយក្រៅពីហ្នឹងបងប្អូនអរគ្នាអាចតេស្តសាកមើលខ្លួនឯងថាតើវាមាន style ខ្លះនៅក្នុង Smart Object Layer ហ្នឹងអូខេឥឡូវខ្ញុំសូមបើកតែម្ដងខ្ញុំយក stroke បន្ទាប់ខ្ញុំคลิกយក stroke ហើយវានឹងបង្ហាញtable មួយទៀតដែលជា table layer style គេដាក់បង្ហាញខាងលើគឺ layer style អូខេបន្តទៀតវាឃើញ text កន្លែងនេះមួយមានន័យថា text កន្លែងនេះមានន័យថាយើងកំពុងតែ approve មានន័យថាយល់ព្រមយកជាមួយនឹង stroke layer ហើយបន្តទៀតបង្ហាញថា stroke នៅខាងកណ្ដាលគេនេះចំកណ្ដាលខាងនេះកន្លែងនេះយើងអាចកំណត់ property ដែលមាននៅក្នុង stroke ហ្នឹងយើងអាចតម្លើងបន្ថយផ្សេងនៅក្នុងហ្នឹងកន្លែងនេះឃើញមាន stroke ហើយកន្លែងនេះបង្ហាញថា structure ហើយបង្ហាញថា size អញ្ចឹងកន្លែងនេះយើងអាចពង្រីក size មានន័យថាពេលដែលយើងឲ្យវាកាន់តែធំ size របស់យើងនេះអាចដល់ទៅ250អញ្ចឹងបើយើងដាក់នៅក្នុងដាក់នៅចំកណ្ដាលនេះវាអាចនឹងពេញផ្ទៃរូបភាពរបស់យើងតែម្ដងអញ្ចឹងកន្លែងនេះ size យើងអាចប្រើប៉ុន្មានក៏បានដែរឧទាហរណ៍ថាខ្ញុំយក49នេះsize ប៉ុណ្នេះបន្តទៀតកន្លែងនេះខាងក្រោមនេះគឺគេដាក់ position តើទូនីតិវាយើងចង់ឲ្យ stroke ហ្នឹង stroke ខ្មៅនេះរៀងដិតខ្មៅស្ដើងនេះយើងចង់បង្ហាញវាទៅខាងណាអញ្ចឹងដូចរូបភាពនេះយើងដាក់ឲ្យ size អញ្ចឹងវានឹង
chênh vì hộp hiệp dương màu vinh mình là chênh vì viran chênh vì hộp hiệp dương màu càng khéo nè vô cái lại nâng lại position nâng inside vì nâng trôi từ nông vinh vì nâng cắt hộp hiệp dương mà chỉ muốn băng hộp hiệp dương mà chỉ muốn ok rồi center vì nâng chênh vì cái đảo tới vì cho nên cái đảo tới vì nâng chập vô mà chỉ hiền vì chập vô cái đảo smart cái này ok giờ tôi tới nhưng vô ở sai hay là nhưng vô ở sai sẵn lại ní dân ai vô normal tới plan mode rồi capacity dân ai chưa rồi việc đặt khang đặt đang ấy dân pra capacityประมาณ phi rồi ok lại ní color dân ai bắt đồ po bán dân còn là click mày về mùi máu rồi dân ai chưa rồi color bán lại ní ok chẳng dân ai chưa rồi color nè muối chưa rồi color này máu nhưng vô ok máu tầm tiết vì nâng bắt đồ color dânตัวปีយើងបានផ្លាស់ប្ដូរជាមួយនឹង stroke ថែមថយ size capacity ពណ៌អីរួចរាល់ហើយយើងអាចពេលដែលយើងមើលឃើញថាវាអូខេសម្រាប់យើងហើយយើង click OK មកអញ្ចឹងវានឹងជាប់ប៉ុណ្្នឹងហើយអញ្ចឹងនៅពេលដែលយើងជាប់ប៉ុណ្្នឹងកន្លែងនេះគឺបង្ហាញថាម៉េចបង្ហាញថា effect stroke អញ្ចឹងកន្លែង effect stroke នេះវាគឺជា layer style ដែលមាននៅក្នុងកម្មវិធី Adobe Photoshop របស់យើងគេហៅវាថាវាជា layer style ហើយ layer style ហ្នឹងគឺវាមាននៅក្នុង Smart Object Layer អូខេងាយស្រួលអូខេបន្ទាប់ទៀតអ្វីដែលខ្ញុំចង់បង្ហាញគឺខ្ញុំនឹងបង្ហាញអញ្ចឹងដើម្បីបង្កើត fill layer បានងាយស្រួលទេអត់ពិបាកទេឲ្យតែយើងដឹងអំពី tool របស់កម្មវិធីហ្នឹងគឺយើងអាចនេះហើយ option ដែលយើងប្រើនៅក្នុង Adobe Photoshop ហ្នឹងអញ្ចឹងយើងចូលមក layer មកបន្តទៀតយើងដើររកពាក្យ new fill នេះ fill layer វាមាន3នៅក្នុង Adobe Photoshop របស់យើងមាន solid color មាន gradient មាន pattern solid color នេះមានន័យថាយើងចាក់ជាប្រភេទ color ស្មើសាច់មានន័យថាយើងចាក់ពណ៌ណាគឺពណ៌នឹងតែម្ដងអត់មានលាយគ្នាទេគឺពណ៌សុទ្ធតែម្ដងក្រហមខ្មៅខៀវអូខេមួយទៀត gradient គឺជាប្រភេទ color មួយដែលគេហៅថា color បណ្ដេញគ្នាយើងអាចតែនិយាយថាអញ្ចឹងទៅ color បណ្ដេញគ្នាវាមានពណ៌ចម្រុះគ្នាអញ្ចឹងណាគេហៅ color ពណ៌បណ្ដេញគ្នាអញ្ចឹងវាមានពណ៌លឿងលាយក្រហមសលាយខ្មៅលាយសលាយស្វាយលឿងអីចឹងវាលាយច្រើនពណ៌នៅក្នុងចម្រុះគ្នាអញ្ចឹងគេហៅពណ៌បណ្ដេញគ្នាចោះដើម្បីងាយស្រួលយល់កន្លែងហ្នឹង pattern គឺជាពណ៌មួយដែលត្រូវបានបង្កើតដោយប្រភេទ object មួយដូចជាស្មៅដូចជារូបភាពអីផ្សេងហ្នឹងវានឹងចាក់នៅលើការ design របស់យើងឥឡូវខ្ញុំសូមបង្ហាញទាំង3ហ្នឹងដើម្បីងាយស្រួលយល់អូខេឥឡូវយើងចូលមកបង្កើតវាខ្ញុំចូលម្ដងទៀតខ្ញុំចូលទៅ layer បន្តទៀតខ្ញុំរកពាក្យមួយគឺ new fill layer អូខេហើយខ្ញុំបង្កើតខ្ញុំដាក់ solid មុនគេ solid color បន្តទៀតកន្លែងនេះយើងអាច rename វាយើងអាចដាក់ឈ្មោះfill ហ្នឹង fill layer ហ្នឹងយើងអាចដាក់ឈ្មោះវាបានកន្លែងនេះឥឡូវយើងមិនបាច់ដាក់ឈ្មោះយើងយកអញ្ចឹងតែម្ដងក៏បានដែរអត់អីទេយើងយក OK មកបន្តទៀតនេះឃើញវានឹងចាក់ពណ៌នៅលើកិច្ចការងាររបស់យើងតែម្ដងគឺវានឹងចាក់ពណ៌ទៅតាមហ្នឹងហើយកន្លែងនេះយើងអាចជ្រើសរើសពណ៌បានបន្តថាយើងជ្រើសរើសពណ៌អីណាមួយពណ៌នេះមួយហើយខ្ញុំយក OK មកឃើញទេវាបាំងរូបភាពយើងអស់លីងវាបាំងជាមួយនឹង layer ផ្សេងជាច្រើនទៀតដូចជា layer background adjustment layer smart object layer style គឺវាបាំងអស់ហើយដោយសារតែយើងប្រើ fill layer ហើយជាប្រភេទ solid អញ្ចឹងវានឹងបាំងវាពណ៌វាគឺពណ៌ណាគឺពណ៌ហ្នឹងតែម្ដងអញ្ចឹងជាទូទៅយើងប្រើអា solid color នេះគឺយើងភាគច្រើនយើងឲ្យវានៅលើនៅជាទៅជា background វិញទៅ
ទៅជា layer background មានថាឲ្យវានៅក្រោមនៃ layer ផ្សេងទៀតចឹងយើងចង់ទាញមកក្រោម layer background ទៀតវាអត់បានទេចឹងវាខ្ញុំចង់បង្ហាញប៉ុណ្ណឹងចឹងយើងប្រើជាទូទៅយើងប្រើវាទៅជា background វិញsolid color មិញនៅក្នុង fill layer ហ្នឹងយើងប្រើវាអញ្ចឹងកន្លែងនេះខ្ញុំសូមបិទភ្នែកសិនអ្វីដែលខ្ញុំចង់បង្ហាញបន្ថែមទៀតគឺឥឡូវនេះខ្ញុំទាញវាមកលើខ្ញុំបិទភ្នែកវាចោលអត់អីទេកន្លែងនេះយើងបិទដើម្បីកុំឲ្យបាំងរូបភាព layer របស់យើងនៅក្រោមទៀតអញ្ចឹងពេលដែលយើងប្រើ fill layer នៅខាងលើគេអូខេនេះជាអត្ថន័យនៃ solid layer នៅក្នុង fill layer អូខេឥឡូវនេះយើងចូលទៅ create ជាមួយនឹង gradient ម្ដងអញ្ចឹងយើងចូលទៅ layer ដដែលបន្តមកទៀតយើងដើររកពាក្យមួយគឺ new fill ដដែលហើយយើងយកពាក្យ gradient កន្លែងនេះវានឹងដាក់ gradient ឈ្មោះ gradient fill 1អញ្ចឹងយើងអាចយកឈ្មោះនឹងក៏បានឬក៏យើងអាចចង់បដូរឈ្មោះអីផ្សេងទៀតក៏បានដែរឥឡូវនេះខ្ញុំសូមយកឈ្មោះហ្នឹងហើយខ្ញុំយក OK តែម្ដងអូខេពណ៌ gradient នេះគឺយើងអាច design ជំនួយបន្ថែមទៀតសម្រាប់រូបភាពរបស់យើងចង់ឲ្យវាលេចពណ៌ណាពណ៌អីចឹងផ្សេងទៀតយើងអាចប្រើ gradient ទៅវាត្រូវវាអត់បាំងមានន័យថាវាអត់បាំងជាមួយនឹង layer យើងទេវាឲ្យ layer ផ្សេងដែលនៅក្រោមវាហ្នឹងងឹតដូចយើងប្រើ solid color ទេអូខេកន្លែង gradient នេះអ្វីដែលខ្ញុំចង់បង្ហាញបន្តទៀតកន្លែងនេះយើងអាចគេដាក់ថា gradient កន្លែងនេះយើងអាចបដូរពណ៌បានដើម្បីបដូរពណ៌បានយើងគ្រាន់តែ click មកឆ្វេងមួយមកវានឹង load ទៅមួយទៀតបន្តមកទៀតយើងអាចបដូរ color កន្លែងនេះគឺថាខ្ញុំបដូរ color ខ្ញុំចង់ចម្លងពណ៌ខ្ញុំអត់ចង់យកពណ៌ជ្រើសតាមនេះទេខ្ញុំចង់ចម្លងតែពណ៌នេះតែម្ដងបន្តទៀតវានឹងចាប់យកពណ៌ដែលយើង click ឈរលើវាអូខេវានឹងចាប់យកអាចដូច 100% ទេប៉ុន្តែវារៀងស្តៀងគ្នាដែរអញ្ចឹងខ្ញុំយក OK មកយើងបានពណ៌ហ្នឹងហើយវាមានពណ៌រៀងទឹកសមុទ្រនេះហើយជាមួយនឹងពណ៌រៀងប្រផេះនេះអញ្ចឹងវាមានពីរពណ៌ហ្នឹងដែលគេហៅថាពណ៌ gradient ឥឡូវខ្ញុំដាក់នេះពណ៌សវានឹងចេញមករៀងសភ្លឺតិចអូខេហើយចំណុចបន្ទាប់ទៀតកន្លែងនេះយើងអាចដាក់ជាប្រភេទ noise វានឹងចេញមករៀងមើលទៅដូចពណ៌ស្អីចម្រុះពណ៌វាច្រើនពណ៌មែនតើអញ្ចឹងកន្លែងហ្នឹងអូខេឥឡូវខ្ញុំអត់ទេខ្ញុំប្រើ solid ដដែលហើយកន្លែងនេះយើងអាចដាក់វាឲ្យទៀបខ្ពស់អីតាមហ្នឹងអញ្ចឹងណា smoothness នេះកន្លែងនេះជាមានតែប៉ុណ្្នឹងទេកន្លែងខ្ញុំចង់បង្ហាញកន្លែងនេះគឺពេលដែលយើងកំណត់ថា OK ហើយយើងអាចចុច OK កន្លែងនេះបន្តមកទៀតថ្ងៃនេះជាប្រភេទនៃ linear មានន័យថាវានឹង run ពីរូបភាពរបស់យើងនេះយើងអាចវាចេញពី game ណាមួយហើយកន្លែងនេះគឺកន្លែង angle នេះជាប្រភេទមុំយើងចង់ឲ្យ gradient ហ្នឹងវាបណ្ដេញគ្នាពី2ចំណុចណាទៅអញ្ចឹងយើងអាចទាញទៅតាមមុំដែលយើងចង់បានអញ្ចឹងណាយើងចង់វាបណ្ដេញពីចំណុចណាទៅតាមហ្នឹងយើងអាចសេរីតាមមុំហ្នឹងអញ្ចឹងចង់ឲ្យបណ្ដេញពីគៀននេះទៅអញ្ចឹងវាគៀនហ្នឹងយើងសេរីមកមុំប៉ុណ្ណាអូខេ60 50អញ្ចឹងទៅ50គុតអញ្ចឹងទៅអញ្ចឹងវាបណ្ដេញពីចំណុចកែងនេះទៅកែងនេះអូខេហើយកន្លែងនេះ style នេះយើងយកជាប្រភេទ linear មាន style ច្រើនអាចជា radian ជាប្រភេទពីចំណុចកណ្ដាលពីដូចជាវងមួយហើយកន្លែងនេះ angle វាបណ្ដេញជាមុំប្រហែលវានឹងវា50វានឹងបណ្ដេញពីមុំ50ទៅហើយ reflect នេះវានឹងដូចយ៉ាងឆ្នោតចាវាកាត់ពាក់កណ្ដាលចាវាកាត់ reflect ទៅចេញពីចំណុចនេះទៅបន្តមកទៀតមាន diamond វាស្តៀងជាមួយនឹង radian ដែរអូខេអញ្ចឹងជាទូទៅខ្ញុំប្រើតែ line ណាទេប្រើសម្រាប់ជំនួយរូបភាពរបស់យើងការ design របស់យើងបន្ថែមអូខេឥឡូវខ្ញុំមានប៉ុណ្នេះឥឡូវខ្ញុំយកប៉ុណ្្នឹងចុះកន្លែងនេះយើងអាចបន្ថែមបន្ថយ scale អញ្ចឹងណា scale color របស់យើងចង់ឲ្យវាកុំឲ្យមើលទៅវារៀងម្ដុំបន្លែងវាខ្ពស់តិចមកភាគរយវាខ្ពស់តិចមកវារូបភាពហ្នឹងវានឹងបែកតិច
color gradient ហ្នឹងវាបែកតិចវាអត់សូវនៅបដុំបើយើងដាក់វា0វានៅម្ដុំចឹងឃើញទេ 1% អញ្ចឹងវាដល់0នេះវាទៅ 1% ពេលដាក់ 1% វាជាស្រ័យវានឹងដិតមកអញ្ចឹងដូចទៅជា solid color វិញអញ្ចឹងយើងចង់ឲ្យវារៀងកុំឲ្យវាដូច solid color យើងចង់ឲ្យវាបែកពណ៌បែបនេះយើងយកឲ្យខ្ពស់តិចទៅភាគរយកន្លែងនេះអញ្ចឹងខ្ញុំคลิก OK អូខេអញ្ចឹងខ្ញុំបានប៉ុណ្ណឹងសម្រាប់ការបង្កើតជាមួយនឹងfill layer នៅក្នុង gradient ភេទពណ៌បដិញគ្នាឥឡូវមួយទៀតខ្ញុំចូលទៅ layer ហើយខ្ញុំរកពាក្យ new ដដែលហើយខ្ញុំយកមួយទៀតគឺpattern អញ្ចឹងខ្ញុំអូខេពេលដែលយើងយក pattern ឃើញវាចេញរូបភាពជាស្លឹកឈើអីចឹងទៅមានរូបភាពផ្សេងទៀតយើងអាចបដូរបានកន្លែងនេះមាន tree មានអីចឹងទៅដើមឈើgrass ស្មៅអីចឹងទៅអញ្ចឹងយើងអាចបដូរវាទៅតាមហ្នឹងហើយទៅយើងប្រើវាឲ្យស្ថិតនៅទៅជា background ទេកន្លែងនេះអញ្ចឹងពពួកpattern នេះអត់សូវប្រើទេគេសូវប្រើអញ្ចឹងណាchứយើងអាចជ្រើសរើសនេះជា default របស់កម្មវិធី Adobe Photoshop ដែលគេផ្ដល់ឲ្យយើង platform មកវាអូខេហើយមុំ scale អីហ្នឹងគឺយើងសេរីដូចគ្នានេះទូចធំអញ្ចឹងដូចគ្នាអូខេដូចគ្នាអញ្ចឹងខ្ញុំคลิก OK មកបន្តទៀតខ្ញុំបិទភ្នែកវាចោលដោយសារតែវាបាំងអញ្ចឹងអាពីរនេះគឺយើងបាក់ប្រើវាទៅជានៅក្រោមមានថាក្រោម layer ណាមួយបើមិនយើងដាក់លើគេបង្អស់ top គេបង្អស់យើងនឹងបាំង layer ដែលយើងបាន design ពីមុនវាបាំងហើយអញ្ចឹងទៅគេអត់សូវប្រើទេសម្រាប់យកវាមកធ្វើជា layer មួយនៅខាងលើហ្នឹងគេយកវាទៅជា background ពីច្រើនគេប្រើហ្នឹងអូខេឥឡូវប៉ុណ្នេះសម្រាប់ការបង្ហាញប្រព័ន្ធជាមួយនឹងfill layer ឥឡូវយើងបញ្ចប់ fill layer ហើយវាមាន3ហ្នឹងដែលខ្ញុំបង្ហាញទាំង3ហ្នឹងតែម្ដងឥឡូវយើងចូលទៅមួយទៀតគឺ shape layer shape layer វាងាយស្រួលទេអត់ពិបាកទេ shape layer ហើយបើសិនជាបងប្អូនធ្លាប់ប្រើ Adobe Photoshop ប្រកាសជាដឹងច្បាស់មែនតើប្រព័ន្ធជាមួយនឹង shape layer ហ្នឹងអញ្ចឹងដើម្បីបង្កើត shape layer បានបងប្អូនគ្នាអាចចូលមកកន្លែងចុចនេះហើយពេលខ្លះបងប្អូនអត់បើក tool នេះទាំងអស់ទេវាមានកន្លែងខ្លះយើងបិទចោលអញ្ចឹងណាអញ្ចឹងវាអាចនឹង shape layer វានៅចំចំណុចណាមួយវាអាចចេញជារូបភាព rectangle ឬក៏ polygon ឬក៏រូបភាពផ្សេងដែលជាប្រភេទ shape layer អញ្ចឹងដោយសារបើខ្ញុំបើក tool នឹងទាំងអស់ខ្ញុំចុចកន្លែងចុច3នេះវានឹងនៅក្នុងនឹងបន្ថែមទៀតខ្ញុំចុចកន្លែងហ្នឹងមកឆ្វេងមួយមកវានៅបង្ហាញនេះមកដុំនេះពី rectangle មកដល់ customize shape នេះវាជាប្រភេទ shape layer អូខេខ្ញុំបង្ហាញ2ដែលយើងត្រូវដឹងហើយចំណុចផ្សេងទៀតដូចគ្នាទេវាដូចគ្នាតែមួយទេឥឡូវខ្ញុំបង្ហាញជាមួយនឹងpolyline ឥឡូវយើងคลิก polyline មកយើងគូមួយមកយើងទាញមកពេលយើងទាញមកវារៀងជា polyline វារៀងវាមិនមែនជារង្វង់ទេចុះបើសិនជាយើងចង់បានជារង្វង់យើងត្រូវធ្វើម៉េចគឺយើងប្រើ shortcut មួយគឺ shift ពេលយើង shift វាជាប់មកវាចេញទៅជារង្វង់ហើយកម្មរបស់វាគឺស្មើគ្នានៅក្នុងហ្នឹងគឺវាបង្ហាញ W and H អញ្ចឹងនៅពេលដែលយើងមើលទៅគឺវាស្មើគ្នាពេលដែលយើងប្រើ keyboard shift ឲ្យជាប់យើងចុចឲ្យជាប់កុំបលេងយើងចុចឲ្យជាប់មកវានឹងចេញទៅជារាងរង្វង់បែបហ្នឹងអូខេនេះរបៀបនៃការគូរង្វង់ព្រោះនៅក្នុង Photoshop គឺអត់មាន shape រង្វង់ទេមានតែ polygon អញ្ចឹងនឹង polygon ហ្នឹង shape ហ្នឹងគឺអាចគូរចេញជា polygon ក៏បានគូរចេញជារង្វង់ក៏បានដោយគូរចេញជារង្វង់ដូចខ្ញុំបង្ហាញមិញអញ្ចឹងគឺយើងប្រើ shift យើងចុច shift ឲ្យជាប់ហើយយើងមកឆ្វេងមកយើងទាញមកអូខេកន្លែងនេះគឺខ្ញុំចង់បង្ហាញហើយសម្រាប់ rectangle ក៏ដូចគ្នាយើងចង់ឲ្យវាជារាងការ៉េយើងប្រើ shift វាជាប់មកយើងទាញមកដូចគ្នានេះខ្ញុំคลิกកន្លែងចំណុចនេះមួយមកនេះសម្រាប់ polygon ដូចគ្នា
វាជារាងចតុកោណកែងហើយចុះបើយើងចង់បានការ៉េគឺយើងចុច shift ដូចគ្នាដូចជាមួយនឹង polygon ដូចគ្នាអូខេអញ្ចឹងអ្វីដែលខ្ញុំចង់បង្ហាញបន្តទៀតគឺ customize shape កន្លែងនេះមេរៀនផ្សេងបន្តទៀតខ្ញុំនឹងបង្ហាញបន្ថែមទៀតហើយអត់កុំព្រួយបារម្ភអីព្រោះកន្លែងនេះខ្ញុំនឹងបង្ហាញម្ដងទៀតពាក់ព័ន្ធជាមួយនឹងការ design របស់យើងអនុវត្តលំហាត់អញ្ចឹងកន្លែង customize shape នេះវាដូចជា shape មួយដែរដែលយើងបង្កើតឡើងសម្រាប់ភាពងាយស្រួលក្នុងការ order shape ណាមួយដែលយើងចង់បានលឿនអញ្ចឹងណាអូខេអញ្ចឹងខ្ញុំចូល customize shape មកពេលដែលយើង click លើ customize shape វានឹង view នៅកន្លែងនេះមួយវានឹង view tool នៅកន្លែងនេះមួយគេដាក់ថា shape ហើយកន្លែងនេះយើងអាចជ្រើសរើសបានហើយសម្រាប់ shape ទាំងអស់ហ្នឹងគឺយើងបង្កើតឡើងដោយខ្លួនឯងពេលខ្លះនេះ shape ដែលខ្ញុំបានធ្វើវាខ្លួនឯងហើយពេលខ្លះយើងអាច download ពីអ៊ីនធឺណិតយកមកប្រើប្រាស់ដែរហើយតែយើងគិតថា shape នឹងសំខាន់សម្រាប់យើងអាច download ហើយយើង install វាចូលមករបៀប install ចូលខ្ញុំដូចជាធ្លាប់បង្ហាញហើយពាក់ព័ន្ធជាមួយនឹងការបញ្ចូល shape customize shape នៅក្នុងកម្មវិធី Adobe Photoshop អាចទៅមើលវីដេអូរបស់ខ្ញុំបានអញ្ចឹងខ្ញុំអត់បង្ហាញទៀតទេកន្លែងហ្នឹងអញ្ចឹងខ្ញុំចង់បាន shape នេះមួយយើងគ្រាន់តែ click លើ shape រូបភាពហ្នឹងមកវាបង្ហាញដូចផ្កាយអញ្ចឹងអញ្ចឹងយើងទាញមកអញ្ចឹងវាចេញជា shape របស់យើងហើយវាមានច្រើនទៀតដែលយើងអាចជ្រើសរើសបានអូខេមាន shape ច្រើនណាស់ដែលយើងអាចជ្រើសរើសមានរូបមនុស្សរូបអីហ្នឹងទៅរូបមនុស្សរូបអីហ្នឹងទៅដែលយើងអាចជ្រើសរើសបាន customize shape អញ្ចឹងប្រភេទទាំងអស់ហ្នឹងគឺគេហៅថា customize shape នេះផ្កាយរូបមនុស្សមិញហ្នឹងដូចខ្ញុំចូលមិញហ្នឹងហើយនេះគឺជា shape ហើយសម្រាប់ទាំងអស់ហ្នឹងទាំង customize shape ទាំង shape rectangle tool ទាំងpolygon ទាំង line ទាំងអីហ្នឹងគឺវាជាប្រភេទ shape គេហៅថា layer shape អញ្ចឹងពេលយើងចូល layer មកយើងគូបានមិញនេះមាន polygon មាន customize shape ដែលយើងបង្ហាញនេះគឺ4ហ្នឹងគឺជាប្រភេទ shape layer អូខេអញ្ចឹងបញ្ចប់ shape layer របស់យើងខ្ញុំលុបចោលខ្លះទៅវាច្រើនដែរអូខេបន្តមកទៀតអ្វីដែលខ្ញុំចង់បង្ហាញគឺ text layer ដើម្បីបាន text layer ដើម្បីយើងអាចបង្កើត text layer បានគឺយើងអាចមើលនៅកន្លែង tool យើងដដែលtool យើងដដែលមកយើងឃើញអក្សរ T នេះហ៎ពេលដែលយើងដាក់ម៉ៅលើអក្សរ T ហ្នឹងវានឹងបង្ហាញថា vertical tie tool អញ្ចឹងវាឈរនៅលើអក្សរដែលយើងសរសេរជាអក្សរផ្ដេកឥឡូវខ្ញុំคลิกចំណុចចុចនេះមួយនេះឃើញវានៅ view vertical horizontal ហើយនៅ vertical អញ្ចឹងhorizontal នេះគឺជាអក្សរផ្ដេកហើយ vertical អក្សរបញ្ឈរហើយខ្ញុំបង្ហាញអក្សរផ្ដេកមុន horizontal ពេលយើងនេះមកគឺយើងអាចទៅសេបានបែបនេះសេបានបែបនេះឧទាហរណ៍វាយ graphic design fix sign ខ្ញុំបន្ថយទំហំបន្តិចទៅវាធំពេកខ្ញុំយកប៉ុណ្នេះអូខេពេលយើងយកហើយយើងចុច text មកណាកន្លែងហ្នឹងអញ្ចឹងយើងបានlayer text មួយនេះបង្ហាញនៅក្នុងនេះ layer text វាបង្ហាញថាជា layer text នេះជាឈ្មោះរបស់ layer ដែលយើងបានសរសេរតែម្ដងគឺវានឹងបង្ហាញនៅលើនេះតែម្ដងចុះឥឡូវមួយទៀតខ្ញុំចង់យកវាជា vertical វាបង្ហាញបែបម៉េចពេលយើងចុចយក vertical text tool មកវានឹងបញ្ឈរបែបនេះយើងទាញមកឆ្វេងមកហើយយើងអាចសរសេរអក្សរមកគឺនឹងវាយ graphic បែបនេះអញ្ចឹងអក្សរវានឹងរត់ពីបញ្ឈរចេះវិញវារត់បញ្ឈរយ៉ាងវិញអញ្ចឹងខ្ញុំបន្ថែមខ្ញុំបន្ថយតិចមកនេះហើយងាយស្រួលមើលនេះអក្សរយើងវារត់តាមទិសឈរវិញណាតាមទិសឈរយ៉ាងវិញមកអញ្ចឹងរបៀបនៃការបង្ហាញ
ពាក់ព័ន្ធជាមួយនឹង text របស់យើងមាន2ហ្នឹងដែលយើងអាចជ្រើសរើសបាន layer text អូខេឥឡូវខ្ញុំបញ្ចប់ layer text យើងបានបង្ហាញរួចហើយបន្តមកទៀតគឺខ្ញុំនឹងបង្ហាញពាក់ព័ន្ធជាមួយនឹងlayer mask ឥឡូវនេះខ្ញុំបង្ហាញ layer mask ដើម្បីយើងអាចបង្កើត layer mask បានយើង insert រូបភាពមួយយើងបញ្ចូលរូបភាពមួយសិនឥឡូវខ្ញុំសូមចូល file យើងយកពាក្យ place image ដដែលយើងយកពាក្យ place image ដដែលហើយយើងជ្រើសរើសរូបភាពណាមួយដែលយើងចង់បានបើថាខ្ញុំយករូបភាពនេះបន្តទៀតខ្ញុំចុច place កន្លែងនេះបង្ហាញអានេះយើងចុច enter ក៏បានឬក៏យើងចុចកន្លែង text កន្លែងនេះ submit transform នេះបន្តមកទៀតយើងដើម្បីយើងអាចបង្កើតវាឲ្យទៅជា layer mask យើងចូលទៅ select នៅលើ menu bar របស់យើងនេះយើងចូលទៅ select បន្តមកទៀតយើងយកពាក្យថា subject អូខេយើង select subject មកឆ្វេងមួយមកវានឹងដំណើរការដើម្បីចាប់យក object របស់យើងអីចាប់យក subject របស់យើងអីចឹងកន្លែងនេះពេលយើងឃើញចាប់យកបែបហ្នឹងអ្វីដែលយើងចង់បង្ហាញកន្លែងហ្នឹងគឺនេះរូបដូចរូបថតកាមេរ៉ានេះដូចរូបកាមេរ៉ានេះយើងដាក់ឈរម៉ៅនៅលើហ្នឹងមកវានឹងបង្ហាញថា add layer mask កន្លែងហ្នឹងយើង add layer mask អញ្ចឹងយើងអាចคลิกមកឆ្វេងមួយមកអញ្ចឹងវានឹងផ្ដាច់ layer background វាចាប់យកតែ subject មួយទេដែលមាននៅក្នុងlayer របស់យើងទៅពេលដែលយើងផ្ដាច់វាបែបហ្នឹងយើងយក select ហើយយើងយក subject select យក subject បែបហ្នឹងគឺ layer មួយហ្នឹងគឺវាទៅជា layer គេនេះខ្ញុំអាចបដូរឈ្មោះបានខ្ញុំ double click 2 ដងមកឆ្វេង 2 ដងមកខ្ញុំអាចបដូរឈ្មោះវាទៅជា layer mask អូខេ layer mask អញ្ចឹងនេះគឺជា layer mask ដែលយើងបានបង្កើតអំបញ្ញមិញហ្នឹងអូខេឥឡូវយើងបានបង្កើត layer mask រួចហើយគឺយើងគ្រាន់តែ insert រូបភាពមកយើងចូល select យើងយកពាក្យsubject ពេលដែលយើង select យក subject ឯងវានឹងចាប់យកយើងគ្រាន់តែយកកន្លែងរូបភាពនេះដូចរូបថតនេះមកដោយសារតែយើង select រួចរាល់ហើយយើងចាប់រួចរាល់ហើយជាស្រ័យរៀងផ្ដាសាយតិចបងប្អូនអរគ្នាអូខេឥឡូវខ្ញុំបានប៉ុណ្ណឹងគឺពាក់ព័ន្ធជាមួយនឹងlayer mask អញ្ចឹងមួយទៀត layer ចុងក្រោយ ដែលខ្ញុំបង្ហាញកន្លែងនេះវា easy មែនតើគេថាប្រភេទ simple layer អញ្ចឹងដើម្បីបង្កើត simple layer បានយើងអាចមាន2ជម្រើសដែរកន្លែងនេះយើងអាចចូលទៅ layer ហើយយើងឃើញពាក្យថា new កន្លែងខាងលើគេបងអស់នេះគឺបង្ហាញតែ new បន្តទៀតយើងអាចចុចជាមួយនឹង layer នេះ shortcut វាគឺប្រើ shift control n shift បូក control បូកជាមួយនឹង n តែឥឡូវខ្ញុំសូមចុចលើនឹងតែម្ដងខ្ញុំចុចមកឆ្វេងមកវានឹងបង្ហាញថា new layer ហ្នឹងគឺជា sample layer ហ្នឹងឯងអញ្ចឹងនេះខ្ញុំដាក់ឈ្មោះវាថាជា sample layer layer ហើយខ្ញុំចុច OK នេះបន្តទៀតវានឹង create sample layer មួយអូខេអញ្ចឹងបន្តទៀតមេរៀនក្រោយៗទៀតយើងនឹងយល់អំពី sample layer យើងប្រើទៅលើអីច្បាស់ជាងនេះអូខេឥឡូវយើង sample layer មួយទៀតយើងអាចបង្កើតបែបនេះក៏បាននេះយើងឃើញសញ្ញាបូកកន្លែងនេះពេលយើងដាក់នៅលើម៉ៅហ្នឹងគេដាក់ create new layer ឬក៏ហៅថា sample layer ហ្នឹងឬក៏យើងហៅថា new layer អូខេងាយស្រួលយល់គឺជា layer ដែលយើងបង្កើតមកវាធម្មតាអត់មានអីវា layer ធម្មតាដែលយើងបង្កើតមកពេលដែលយើងចូលការ design យើងនឹងអាចថាយើងនឹងជួបច្រើនតែប៉ុន្តែជាមួយនឹង sample layer ហ្នឹងអូខេវីដេអូនេះមានតែប៉ុណ្្នឹងទេសម្រាប់ layer ទាំង9ដែលមាននៅក្នុងកម្មវិធី After Job ចប់ប៉ុណ្្នឹងមួយទៀតជាចុងក្រោយសូមអញ្ជើញទៅបើសិនជាមានកំហុសខុសឆ្គងក្នុងវីដេអូនេះដោយអចេតនាណាមួយសូមអធិស្ឋានផងព្រោះវាជាការបង្ហាញ
ចេញទៅដោយមិនបានកាត់អីច្រើនទេគឺយើងយក full តែម្ដងដើម្បីយើងអាចងាយស្រួលយល់អត់ចង់ថាយើងកាត់ច្រើនតិចពេលខ្លះយើងមើលអត់ទាន់អញ្ចឹងនេះសម្រាប់បងប្អូនពុកម៉ែបងប្អូនដូចជាបងប្អូនដែលគាត់ចង់ចេះពាក់ព័ន្ធជាមួយនឹងការ design អញ្ចឹងអាចមើលវីដេអូហ្នឹងគាត់នឹងយល់ច្បាស់អំពីការប្រើប្រាស់វាហើយសម្រាប់មេរៀនរបស់ខ្ញុំនឹងដំណើរការវាខ្ញុំនឹងព្យាយាមធ្វើវាឲ្យដំណើរការទៅមុខបន្តិចព្រោះយើងទៅ start ពីតូចទៅយើងនឹង start ជាមួយខ្ញុំទាំងអស់គ្នាពាក់ព័ន្ធនឹងការ design អញ្ចឹងអូខេបើសិនជាគេថាវីដេអូនេះល្អផ្ដល់ជាចំណេះដឹងបន្ថែមទៀតទៅកាន់បងប្អូនគ្នាកុំភ្លេច subscribe ក៏ដូចជា follow Facebook របស់ខ្ញុំដែលមានឈ្មោះថា Graphic Design ហើយ TikTok របស់ខ្ញុំក៏មានដូចគ្នាសម្រាប់ការបង្ហាញជាមួយនឹងវីដេអូខ្លីៗខ្ញុំផុសនៅក្នុង TikTok ហើយនៅក្នុង Facebook ខ្ញុំបង្ហាញព័ត៌មានផ្សេងៗពាក់ព័ន្ធជាមួយនឹង shortcut អីចឹងណាអញ្ចឹងអាចទៅប្រើប្រាស់បណ្ដាញសង្គម3ហ្នឹងដែលខ្ញុំប្រើប្រាស់ជាប្រចាំទី1គឺ YouTube ដែលខ្ញុំបង្ហាញពាក់ព័ន្ធជាមួយនឹងវីដេអូ long មានន័យថាវីដេអូ full តែម្ដងពាក់ព័ន្ធជាមួយនឹងមេរៀនមួយចំណុចមួយ point អញ្ចឹងណាយើងអាចទៅមើលនៅក្នុង YouTube ហើយមួយទៀត TikTok ខ្ញុំផុសជា short ជាវីដេអូខ្លីៗមានពេលតិចមានន័យថាយើងអាចទៅមើលនៅក្នុង TikTok ព្រោះវីដេអូហ្នឹងវាអាចថា1នាទី2នាទីអញ្ចឹងទៅអញ្ចឹងយើងមើល TikTok ទៅតែបើថាយើងមានពេលច្រើនយើងអាចចូលទៅមើល YouTube channel របស់ខ្ញុំហើយសម្រាប់ Facebook ខ្ញុំបង្ហាញ post ជាមួយនឹងព័ត៌មានផ្សេងៗដែលខ្ញុំនឹង drop ចូលនៅក្នុង Facebook page របស់ខ្ញុំដែលមានឈ្មោះថា Graphic Design ហ្នឹងអូខេឥឡូវនេះខ្ញុំមានតែប៉ុណ្្នឹងខ្ញុំសង្ឃឹមថាបងប្អូនគ្នាយល់ហើយបើសិនជាអត់យល់កន្លែងណាអាច comment នៅខាងក្រោមវីដេអូនេះអរគុណជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយ